đây có trongไปอยู่ให้เต็งเกจึงมุนอดโคกัดบานจังนะจังเตอยังคลอดเฟอร์ได้จ้ะจังเตอยังมาเฟอร์ไอ้กอดมีแต่ซอกหายแบบนี้หกหมอดจีแบบนี้ Kosher salt has bigger flakes, but I think you can control the saltiness more. Plus, I think it has a really clean, salty flavor. About 6. ทริคบอกยมว่ายมมือตาม YouTube เก๋ยมอดเฟอร์มองนี่ยมจะเซมาหาปีแต่ใบrecipe มือกันสันนะมันมาធ្វើតាមម៉ូតណាដែលយើងគិតថាធ្វើតាមឲ្យអត់ខូចឥឡូវហ្នឹងមួយយើងដឹងថាអូខេមានទឹកខ្មេះទឹកសុទ្ធហើយនឹងអំបិលតែអត់មានគ្រឿងក្រៅអីផ្សេងទៀតខ្ញុំត្រូវដាក់គ្រឿងក្រៅផ្សេងទៀតអញ្ចឹងណាមានដូចជាគេហៅអីនេះស្លឹកនេះអីចឹងណាព្រោះខ្ញុំធ្លាប់ធ្វើដាក់ពួកស្លឹកហ្នឹងទៅវាល្អអញ្ចឹងទៅខ្ញុំកំពុងតែមើលថាម៉ូតណាដែលដាក់ពួកស្លឹកចឹងចឹងបានអញ្ចឹងណាក្រោយមើលនៅក្នុង YouTube អត់មានទេបងប្អូនអញ្ចឹងទៅនេះទៅមើលសភៅแบบធ្វើម្ហូបរបស់ខ្លួនឯងមើលចាស់មែនតើតាំងពីឆ្នាំណាអត់ដឹងទេចាស់មែនតើមិនចង់ខូចអស់ហើយមានក្បាច់ច្រើនអូយតាំងពីឆ្នាំ2014 Oh my god ពួកសតពួកអីអញ្ចឹងណាTartar sauce អានេះ easy pizza sauce អីចឹងទៅមកពីជើងមុនទៅទិញផុនគេទៅទិញនៅ supermarket គេទៅចេះថា homemade អីចឹងណាតែវាអត់ឆ្ងាញ់សោះហ្មងវាមានរសជាតិផ្អែមខាងខ្ញុំអត់ចូលចិត្តទេ pickle មានរសជាតិផ្អែមអីចឹងអត់ចូលចិត្តហ្មងខាងប៉ាប៉ាលេណាវិញបងប្អូនចូលចិត្ត pickle នឹងមែនតែនតសក់ត្រាំបារាំងណាបងប្អូនថ្ងៃនេះខ្ញុំធ្វើបងប្អូនអាចធ្វើតាមបានធានាថាធ្វើបានឆ្ងាញ់អានេះខ្ញុំធ្វើតាំងពីថ្ងៃទី27ខែ11ឆ្នាំ2025ទម្រាំតែបានហូបគឺបងប្អូនទុកមួយអាទិត្យបានហូបអីតែសម្រាប់ខ្ញុំធ្វើទុកឲ្យប្តីខ្ញុំមកហើយធ្វើទុកបានយូរបងប្អូន3ខែឡើងទុកបានដែរទុកនៅក្នុងទូទឹកកករបៀបធ្វើហ្នឹងឯងបងប្អូនឃើញនៅក្នុងคลิปវីដេអូខ្ញុំដាំទឹកហើយដាក់ទឹកខ្មេះខ្ញុំដាក់ទឹកសុទ្ធ5ខាប់ទឹកខ្មេះពណ៌ស4ខាប់ហើយខ្ញុំដាក់អំបិល4ស្លាបព្រាបាយស្ករស3ស្លាបព្រាបាយបងប្អូនសរសេរតាមឲ្យដាក់ហ្នឹងទៅធានាថាឆ្ងាញ់អាហ្នឹងណាយើងត្រៀមទឹកដាំសិនដើម្បីយកត្រាំពេលយើងមកលាងទឹកសក់យើងក៏ដាំទឹកឲ្យវាពុះទៅតសក់ខ្ញុំរះតសក់ទូចបងប្អូនបានល្អណាស្រួយឆ្ងាញ់ខ្ចីទូចដែលអាចរកបានធំក៏បានដែរតែវាអត់អាចស្រួយដូចអាទូចណាហើយខែហ្នឹងខ្ញុំសង្កេតថាតសក់ទូចល្អហើយអាជីនេះគេហៅដូចជីឡាវបងប្អូនខ្ញុំអត់ដឹងនៅខ្មែរគេហៅម៉ូតមិនចឹងណាបងប្អូនអាចមើលឲ្យទៅទិញតាមធ្វើតាមបានហ្នឹងហើយបងប្អូនដាក់ក៏បានមិនដាក់ក៏បានហើយខ្ញុំហាន់ខ្ទឹមដាក់ទៅដែរហ្នឹងហើយឥឡូវហ្នឹងទឹកយើងពុះហើយយើងត្រូវឲ្យវាពុះចឹងហ្មងណាយើងដាំទឹកខ្មេះហើយនឹងទឹកសុទ្ធហ្នឹងឲ្យវាពុះអញ្ចឹងហើយទៅបិទហ្គាសវាទុកមួយឡែកសិន step មួយហ្នឹងយើងមករៀបចំpickle របស់យើងចូលនៅក្នុងដបកែវបងប្អូនខ្ញុំឲ្យដាក់ដបកែវវិញព្រោះអីទឹកខ្ញុំក្តៅនឹងឲ្យខ្ញុំដាក់ដបកែវហើយបងប្អូនដាក់ស្លឹកនេះចូលទៅខ្ញុំអត់ដឹងគេហៅស្លឹកអីទេបងប្អូនឃើញហើយនៅក្នុងភាសាអង់គ្លេសអាចទៅ search ធ្វើតាមបានអានេះក៏ដូចគ្នាដែរបងប្អូនដូចជា rosemary លក្ខណៈថាស្ងួតដែរណាហ្នឹងហើយយើងដាក់ទៅដែរខ្ញុំចង់និយាយថាគ្រឿងក្រៅពួកហ្នឹងបងប្អូនបាច់ដាក់ក៏បានដែរតែសម្រាប់ខ្ញុំមានណាបងប្អូនរបស់ហ្នឹងខ្ញុំមានអញ្ចឹងទៅខ្ញុំដាក់បើបងប្អូនអត់មានគ្រឿងក្រៅហ្នឹងបងប្អូនគ្រាន់តែដាក់តសក់ខ្ទឹមសម្ទេសជីឡាវហ្នឹងណាចូលទៅបងប្អូនក៏ធ្វើបានដូចគ្នាដែរការរៀបចំតសក់បងប្អូនគឺរៀបចំលក្ខណៈថាពេលយើងចាក់ទឹកត្រាំយើងចូលទៅកុំឲ្យវាដែកណាថូកែវដែលខ្ញុំដាក់ហ្នឹងវាធំអញ្ចឹងទៅថ្ងៃហ្នឹងតសក់ខ្ញុំវាតិចជាងកែវអញ្ចឹងណាព្រោះខ្ញុំទិញមកចូល1គីឡូកន្លះដែរដល់ពេលធ្វើពិតទៅវាអត់ណៃណាវាដាក់ទៅរៀងអាឡុងតែវាក៏បានដូចគ្នាមិនថាអត់បានទេបើបងប្អូនណាទិញតសក់មកឲ្យកែវល្អបងប្អូនអាចដាក់ឲ្យវាណែនពេលយើងដាក់ទឹកត្រាំចូលទៅបងប្អូនវាអត់ដែកតសក់យើងឃើញតែតសក់ខ្ញុំវាតិចវាអស់ហើយហ្នឹងទៅរកណាអត់មានទេអញ្ចឹងខ្ញុំទិញ1គីឡូឬ1គីឡូកន្លះខ្ញុំអត់ប្រកាសទេខ្ញុំហូបខ្លះហើយតម្រាំតែខ្ញុំមកធ្វើព្រោះអីខ្ញុំភ្លេចរបៀបធ្វើហ្នឹងហើយបន្ទាប់ពីហ្នឹងខ្ញុំក៏មកចាក់ទឹកត្រាំខ្ញុំបងប្អូនទឹកត្រាំខ្ញុំអត់ទុកឲ្យវា
แบบตะเจี๊ยnơi cái đau chân mong á nhung chặt cho lên mong từ nơi ọt tục ở vía tะเจี๊ยchân ọt đấy cứ chặt tới khơi nhung say chân mong nó ngay technique nè phơi khó nè tại style nhung thuần cho cái nhung hộp bán từ bốn nhung sạ phơiแบบcái nạ tha phơi tục sân á lại cái nạ tha ơi hộp bán ọt được bán phơi sạ cho vậy chânแต่เมียนนาphơi hái hộp bán nhung có một phơi video chạy cùng lệ các bạnนะปลุกไอ้បងប្អូនទៅ search មើលនៅ YouTube ទៅគ្មានហ្មងខ្ញុំ search អស់ហើយគ្មានអ្នកណាប្រាប់ល្អិតចឹងទេបងប្អូននេះធ្វើលក់បានទៀតនិយាយចឹងទៅធ្វើលក់បានទៀតហើយទុកបានយូរទៀតជូរឆ្ងាញ់ល្មមខ្ញុំសាកទៅធ្វើតាមគេហើយធ្វើអត់បានខ្ញុំមិនដឹងជាមនុស្សមិនធ្វើតាមគេធ្វើយ៉ាប់មែនតើណាហើយអារបៀបធ្វើដែលខ្ញុំដាក់ទឹកប្រមាណទឹកខ្មេះប្រមាណស្ករអំបិលបណ្ណាអញ្ចឹងណាគ្រាន់តែរឿងងាយតែខ្ញុំធ្វើអត់បានបងប្អូនយល់ទេអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាអីមិនក៏មិនទេម៉ាក់លេណាអើយគ្រាន់តែរឿងងាយសម្រាប់គេតែមិនងាយសម្រាប់យើងណាឥឡូវហ្នឹងខ្ញុំដាក់និយាយរឿងទៅសក់ត្រាំយើងវិញខ្ញុំដាក់អញ្ចឹងហើយឥឡូវហ្នឹងខ្ញុំលក្ខណៈថាខ្ញុំចង់ឲ្យទៅសក់ខ្ញុំវានៅក្រោមទឹកក៏មែនដែរដល់ពេលខ្ញុំចាក់ទឹកទៅបងប្អូនឃើញនេះវាដែកទៅសក់ខ្ញុំវាដែកហើយខ្ទឹមខ្ញុំក៏វាដែកតើអីទៅមកយើងអត់មានទៅសក់អីទៀតផងមិនចាំល្ងាចក៏ល្ងាចទឹកខ្មេះវាត្រជាក់បាត់ហើយអញ្ចឹងណាអញ្ចឹងទៅចាក់ទៅអញ្ចឹងទៅហើយខ្ញុំយកកូនចានទូចមួយដើម្បីដាក់ទៅសកត់ទៅសក់តែវាក៏មិនសកត់ដែរបងប្អូនឥឡូវនឹងថ្ងៃទី18ខែ12ឆ្នាំ2025បានមកមុននឹងខ្ញុំផ្លាសេបងប្អូនខ្ញុំលក្ខណៈថាទុកឲ្យវាត្រជាក់ស្រាប់សិនមកខ្ញុំយកទៅសក់ត្រាំខ្ញុំនឹងចូលទៅផ្លាសេสวยรสชาติโอเคมอง